បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមចែករំលែកនៅវីដេអូមួយស្ដីពីវិធីសាស្ត្រនៃការចំហុយលបាយផ្សិតរបស់ដោយប្រើធុងសាំងបាទមុនធ្វើការទស្សនានៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនមេត្តាចុចតិចជាឬក៏ Subscribe លើ Channel របស់ខ្ញុំម្នាក់មួយផងបាទនេះគឺជាធុងសាំងដែលខ្ញុំបានធ្វើការកែច្នៃសម្រាប់ធ្វើការចំហុយលបាយផ្សិតរបស់តាមលក្ខណៈគ្រួសារបាទអញ្ចឹងបើសិនបើពុកម៉ែបងប្អូនធ្វើការបដិបផ្សិតរបស់តិចយើងអាចធ្វើការច្នៃធុងសាំងសម្រាប់ធ្វើការចំហុយវាបានបាទក្រោយពីយើងបានរៀបចំនៅឆ្នាំងចំហុយរួចហើយគឺយើងត្រូវធ្វើការយកលបាយផ្សិតរបស់ដែលយើងបានធ្វើការច្រករួចយកមកធ្វើការតម្រៀបនៅក្នុងឆ្នាំងចំហុយរបស់យើងបាទក្នុងការរៀបគឺយើងត្រូវធ្វើការរៀបបញ្ឈរនៅក្នុងឆ្នាំងបាទហើយសូមបញ្ជាក់ផងដែរថានៅក្នុងឆ្នាំងចំហុយរបស់យើងគឺក្នុងមួយឆ្នាំងគឺយើងអាចតម្រៀបបាន80កញ្ចប់ទៅ90កញ្ចប់វាអាស្រ័យលើពុកម៉ែបងប្អូនរៀបវាឲ្យបានត្រឹមត្រូវណាយើងអាចដាក់បានច្រើនបាទកាលណាយើងរៀបហើយយើងត្រូវយកផ្លាស្ទិកមកហុំវាពីលើឲ្យស្អាតបាទដើម្បីកុំឲ្យវាចេញនៅចំហាយទឹកបាទឬក៏កម្ដៅច្រើនពេកណាចេញច្រើនពេកវាអត់សូវឆ្អិនល្អទេបាទបន្តមកទៀតគឺយើងត្រូវធ្វើការកំណត់នាទីបាទក្នុងការកំណត់នាទីឬក៏ម៉ោងគឺយើងត្រូវកំណត់នៅពេលដែលទឹកនៅក្នុងឆ្នាំងចាប់ដើមពុះបាទចាប់ដើមពុះគឺយើងត្រូវធ្វើការកំណត់ម៉ោងរយៈពេល3ទៅ4ម៉ោងបាទអញ្ចឹង3ទៅ4ម៉ោងគឺគ្រប់គ្រាន់ហើយគឺតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចំហុយតែ3ទៅ4ម៉ោងយើងត្រូវដុតភ្លើងវាជាប់រហូតបាទកុំឲ្យវារលត់បាទអញ្ចឹងរយៈពេល3ទៅ4ម៉ោងគឺគ្រប់គ្រាន់ហើយគឺលបាយរបស់យើងគឺឆ្អិនល្អហើយបាទកាលណាយើងចំហុយគ្រប់ម៉ោងហើយគឺយើងត្រូវធ្វើការទុកលបាយនៅក្នុងធុងឲ្យវាត្រជាក់សិនបានយើងចាប់ដើមស្រង់វាចេញពីក្នុងធុងចំហុយបាទយើងស្រង់គឺយើងទុកនៅកន្លែងដែលមានសុវត្ថិភាពសម្រាប់ធ្វើការបញ្ចូលមេបាទហើយក្រោយពីលបាយរបស់យើងត្រជាក់គឺយើងត្រូវធ្វើការបញ្ចូលស្ពណ៌ផ្សិតឬហៅថាមេផ្សិតនៅក្នុងកញ្ចប់លបាយផ្សិតនីមួយបាទក្រោយពីយើងធ្វើការបញ្ចូលមេហើយគឺយើងត្រូវយកកញ្ចប់ផ្សិតទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពហៅថាការបន្ទុំបាទការបន្ទុំរយៈពេល28ថ្ងៃទៅ30ថ្ងៃគឺសរសៃមេសេយ៉ូមវានឹងដើរពេញថង់ផ្សិតរបស់យើងបាទដើរពេញថង់ផ្សិតរបស់យើងអាចយកថង់ផ្សិតនោះទៅធ្វើការភ្ជួរក្នុងរោងបន្តបានហើយបាទ